សម្លាញ់ទៅពិសាបាយបាទខ្ញុំលើថាបងចុះកិច្ចសន្យាជាមួយលោកបន្ទាប់ឈិនបើមានការថ្លោះថ្លួយតែគិតយ៉ាងម៉េចកុំអារម្មណ៍អត់បញ្ហាទេអ្នកណាក៏និយាយថាបងគឺជាតារាចាប់ជាតិមនុស្សធម្មតាមិនអាចសម្លាប់បានទេអីណែធ្វើអីហ្នឹងហេតុអីក៏ខ្ញុំមើលមិនដឹងថាបងគឺជាទេវតាហើយយ៉ាទេវតាគឺមិនមែនយកភ្នែកមើលទេគឺយកចិត្តទៅមើលយកចិត្តមើលបងសម្លាញ់ទោះទេវតាក៏ដោយប៉ុន្តែលោកម្ចាស់ឈិនមិនផ្ដោតស្បៀងនឹងប្រាក់ហើយជនភៀសខ្លួនកាន់តែច្រើនទៅបងគិតយ៉ាងម៉េចអូនណាស៊ូបងមានទេពកោសល្យអស្ចារ្យយ៉ាងនេះបើគ្រាន់តែរឿងបជារាជប៉ុណ្ណឹងដោះស្រាយមិនចេញនោះតើបងរៀនសូត្របានប្រយោជន៍អីទៅហ៎មិនក៏មិនឃើញមហោបបានហើយយកមកឥឡូវនេះហើយអូមកហើយមហូបធ្វើរួចអស់ហើយនេះគឺសៀវលៀនខ្ញុំសម្រេចចិត្តថាប្រិយប្រពន្ធយើងទទួលនាងធ្វើជាប្អូនចាស់បងស្រីសៀវលៀនពិតជាប្លែកមែនល្អណាស់ខ្ញុំកំពុងត្រូវការបងស្រីម្នាក់បងប្រុសបងស្រីខ្ញុំសុំក្របងទាំងពីរមិនបាច់គួរសមទេពួកយើងនៅគ្នាហូបបាយទៅណាហេអានណាអ្នកស្រីយ៉ាងមកហើយអ្នកស្រីមកហើយហ៎សុំជិះអង្គុយណាមីសុំជិះអង្គុយនេះពួកយើងនៅគ្នាហូបទៅឆៅគូហើយបានជាសម្លឹងមើលខ្ញុំយ៉ាងនេះខ្ញុំមើលបងមកយប់ទៅហើយតែខ្ញុំដូចជាមិនយល់ថាបងគឺជាទេវតាទេឆៅគូក្បាច់នេះដូចជាមិនតបបង្ហាត់ខ្ញុំទេក្បាច់នេះខ្ញុំទៅតែបង្ហាត់រួចប្រយ័ត្នតិចហីយ៉ាលោកម្ចាស់ស៊ូនេះជាការងារធ្ងន់ធ្ងរណាស់កុំធ្វើអីលោកអ៊ំចំណាស់នេះទៅហើយនៅតែអាចធ្វើបានខ្ញុំនៅក្មេងរឿងអីថាធ្វើមិនបាននោះម្យ៉ាងទៀតខ្ញុំចង់វឹកវើដើម្បីហាត់កាច់កដៃជាមួយនឹងឆៅគូបខ្ញុំទុកកញ្ចក់បាទហិចចម្លែកណាស់ស៊ូចុះកិច្ចសន្យាស្លាប់រស់ទៅហើយមិនក៏គេបន្ភ័យហើយបាយជាសប្បាយចិត្តទៅវិញលោកម្ចាស់មិនទាន់ដឹងស៊ូចរិតគឺអញ្ចឹងមិនចេះខ្លាចទេមើលទៅដោយសារតែនៅក្មេងពេកខ្ញុំឮថាអ្នកទាំងពីរមានអាយុប្រហាក់ប្រហែលគ្នាមែនទេអ្វីត្បិតថាខ្ញុំទាំងពីរអាយុដូចគ្នាតែចរិតខុសគ្នាចំណែកខ្ញុំយល់ថាស៊ូហេតុតែសប្បាយចិត្តយ៉ាងនេះមិនមែនគ្មានមូលហេតុទេលោកម្ចាស់ឈិនប្រហែលជាចាញ់ល្បិចគេហើយហើយអីបានជានិយាយយ៉ាងនេះលោកម្ចាស់ក្នុងច្បាប់សង្ឃមិនបាននិយាយទេថាកសាងភូមិស្រុកនិងជួលស្រែចម្ការត្រូវចុះកិច្ចសន្យាមន្ត្រីដែលជាប់ពាក់ព័ន្ធបែរជារួចខ្លួននោះទេបើរាជការដាក់ទោសចុះមកលោកគឺជាអ្នករួមគំនិតលោកយ៉ាងហោចណាស់ក៏មានទោសរួមគំនិតជាមួយនឹងគេដែរចំពោះរឿងនេះខ្ញុំដូចជាមិនបានគិតទេប៉ុន្តែខ្ញុំមានការគិតគូររបស់ខ្ញុំតែបើយើងមិនគិតឲ្យជនភៀសខ្លួនធ្វើឲ្យពួកគេដាច់ពោះស្លាប់នៅពេលដែលពួកគេប្រឆាំងយើងទប់មិនជាប់ទេស៊ូគេហ៊ានលុកដៃនៅក្នុងរឿងនេះហើយចុះកិច្ចសន្យាជាមួយយើងដោះស្រាយរឿងជនភៀសខ្លួនចំណែកយើងរួចខ្លួនហើយក៏គ្មានកំហុសទោះជាព្រះអង្គប្រទានទោសទៅស៊ូក៏យើងគ្មានបញ្ហាអីដែរលោកម្ចាស់និយាយនេះខុសហើយទោះជាព្រះរាជាសពតិចំពោះស៊ូយ៉ាងណាក៏មិនបណ្ដោយឲ្យគេធ្វើអ្វីមិនគោរពច្បាប់ស៊ូនៅហ្វុងសៀងបានធ្វើនោះគឺជារឿងកែប្រែច្បាប់ប៉ះពាល់ដល់ច្បាប់មហាសង្ឃព្រះរាជានិងមន្ត្រីរាជការមានរឿងអីស្ដាប់គេនិយាយដោយកាលពីមុនទៀតនោះលោកចាអញ្ចឹងលោកយល់ថាយើងគួរធ្វើយ៉ាងណាទើបល្អខ្ញុំគិតថាលោកម្ចាស់គួរតែផ្ញើសារមួយច្បាប់ទៅរាជការរងចាំព្រះរាជាមានព្រះតម្រិះត្រឹមត្រូវហេតុអីបានជាខ្ញុំនឹកមិនឃើញបើយើងផ្ញើសារមួយច្បាប់មុនធ្វើការប្រឹងប្រែងស៊ូយើងមិនបាច់ខ្វល់រឿងជនភៀសខ្លួនហើយរាជការក៏ដឹងថាយើងចំទាស់ការងាររបស់ស៊ូដែរពិតមែននេះហើយជាវិធីមួយល្អពីរអ្នករៀនសូត្រដូចជាលោកអញ្ចឹងពិតជាឆ្លៀសវៃណាស់លោកចាំថ្ងៃក្រោយបើសិនជាមានបញ្ហាអីសូមលោករំលឹកខ្ញុំផងណា
ខ្ញុំនឹងបម្រើលោកម្ចាស់គ្រប់យ៉ាង ប្រឹងប្រែងឡើងប្រឹងប្រែងឡើងស៊ូប្រឹងឡើង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 ប្រឹងប្រែងឡើងប្រឹងឡើងប្រឹងឡើងលោកម្ចាស់ប្រឹងឡើង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 ប្រឹងប្រែងឡើងប្រឹងឡើងប្រឹងប្រែងឡើងប្រឹងប្រែងឡើងប្រឹងឡើងប្រឹងឡើងប្រឹងឡើងចាច់ទៀតចាច់ទៀតហើយមកស៊ឺកម្លាំងបងក៏បានជាងមុនហើយខ្ញុំសូមអរគុណលោកគ្រូកូសិស្សឥឡូវខ្ញុំឃ្លានហើយធ្វើសាច់គោ2នាលយកមកខ្ញុំហូបបានទេខ្ញុំត្រូវលោកអាចារ្យអ៊ូឯងធ្វើការសិនចុះហេអើខ្ញុំធ្វើការមកគ្នាធ្វើការទៀតទៅធ្វើការមកយើងធ្វើការណាមីងខ្ញុំចាំមកសេលីននាងកុំធ្វើអីចូលទៅផ្ទះសម្រាប់ទៅណាមីងឲ្យខ្ញុំធ្វើបានហើយសេលីននាងជាមនុស្សល្អហេតុនេះហើយគ្រួសារទាំងមូលអ្នកណាក៏ចូលចិត្តនាងដែរណាមីងបងប្រុសហេតុអីមិនតាន់ឃើញមកផ្ទះហូបបាយបងប្រុសឯងគ្មានពេលទំនេរទេគេកំពុងតែប្រែច្បាប់ទម្លាប់រាជការតែលោកម្ចាស់ឈិនគាត់មិនយល់ព្រមបងប្រុសនាងក៏បានចុះកិច្ចព្រមព្រៀងជាមួយគេបងប្រុសនាងបានយល់ព្រមទាំងអស់បើមិនស្រួលគឺត្រូវប្រហារជីវិតអ្នកស្រីក៏ចិត្តដល់ពេលសម្រាលកូនដែរហើយរឿងនេះហើយយ៉ាពិតជាគួរឲ្យបារម្ភខ្លាំងណាស់អ្នកមីងខ្ញុំមានការរវល់ខ្ញុំទៅសិនហើយណែកូននេះចាំមែនប្រយ័ត្នប្រយែងណាសេលៀនកូននេះធាក់ខ្ញុំទៀតហើយបងស្រីតាមមើលឃ្លានទៀតដឹងអីកូននេះគ្មានដឹងអីមែនក្នុងផ្ទាំងស្ទើរអស់ស្បៀងទៅហើយសេលៀនបើបងកើតបានកូនស្រីសម័យដូចឯងសុភាពរៀបសារឲ្យរំទុំមានចំណេះដឹងច្រើនចេះគិតគូរគ្រប់បែបយ៉ាងបងស្រីកុំអាប់ខ្ញុំពេកអូសម្លាញ់សេលៀនបងសម្លាញ់អង្គុយចុះទៅមិនបាច់ក្រោកឈរទេបងអង្គុយទៅបងឆាគូសេលៀនកុំអាប់ទៅណាអ្វីដែលនាងប្រាប់បងនិយាយប្រាប់បងប្រុសឯងទៅមើលកុំអីបងស្រីខ្ញុំខ្មាស់មាត់ណាមិនអីទេនិយាយឲ្យគាត់ដឹងដែរទៅសេលៀនណាមានការនេះនិយាយមិនចោះណាណែសេលៀនល្ងងសុំលោកកុំបន្តសេលៀនកុំហៅថាលោកហៅបងប្រុសទៅបានហើយចាបងប្រុសខ្ញុំយល់ថាបងបម្រើការងារស្រុកហ្វុងសៀងជាកិច្ចការដែលគេសរសើរគ្រប់គ្នាតែបងចុះកិច្ចព្រមព្រៀងជាមួយលោកម្ចាស់ឈិនវាគឺជារឿងខុសច្បាប់របស់រាជការគេនឹងតិចទៀនបងមនុស្សអាក្រក់នឹងយកធ្វើជាលេសបងប្រុសឆាប់យករឿងនេះជម្រាបដល់រាជការសូមការអនុញ្ញាតពីរាជការទៅហើយយ៉ាខ្ញុំស្ទើរតែភ្លេចបាត់ទៅហើយអរគុណបងស្រីដែលបានរំលឹកខ្ញុំទៅសរសេរលើនេះស៊ឺកូនប្រុសលោកម្ចាស់ឈិនមកដល់ហើយគាត់ថាចង់ជួបឯងទៅជិះគាត់មកចាសូមអញ្ជើញចូលមកចោះអរគុណលោកម្ចាស់ស៊ូឈិនចៅសូមគោរពលោកម្ចាស់ចាំបាច់គួរសមទេសេលៀននាំអ្នកស្រីទៅសម្រាប់ទៅចាអ្នកប្រុសឈិនសូមអញ្ជើញលោកម្ចាស់ស៊ូសូមអញ្ជើញថ្ងៃនោះខ្ញុំបានជួបទេពកោសល្យដ៏អស្ចារ្យរបស់លោកម្ចាស់ស៊ូគួរឲ្យសរសើរខ្ញុំមិនពេញចិត្តនៅអ្វីដែលពុកខ្ញុំបានធ្វើម្ល៉េះហើយខ្ញុំនៅបាច់ពីគាត់ខ្ញុំក៏ឆ្លៀតពេលមករលោកមិនគួរធ្វើអញ្ចឹងទេខ្ញុំឮថាលោកស៊ូបានចុះកិច្ចសន្យាជាមួយនឹងពុកខ្ញុំនេះគឺជារឿងសច្ចធម៌លោកទទួលកំហុសចំនួនឪពុកខ្ញុំគឺមកពីឪពុកខ្ញុំល្ងងខ្ញុំសូមអរគុណលោកខ្ញុំសូមថ្វាយបង្គំលោកហើយអ្នកប្រុសឈិនក្រោកឡើងឬមួយថាលោកម្ចាស់ស៊ូយល់ថាឪពុកខ្ញុំធ្វើខុសមិនចង់រាប់អានខ្ញុំឯទេមិនគួរធ្វើអញ្ចឹងទេខ្ញុំឈិនចៅធ្លាប់តែហាត់គុណខ្ញុំឮថាលោកម្ចាស់ស៊ូមានតម្រេះយល់ដឹងជ្រៅជ្រះសូមធ្វើជាសិស្សរបស់លោកបានទេមិនបានទេយើងទាំងពីរអាយុប្រហាក់ប្រហែលគ្នាមានរឿងអីអាចខ្លាចជាគ្រូសិស្សនោះរៀនមានមុនមានក្រោយមិនប្រកាន់នៅអាយុទេឥឡូវចេះចោះខ្ញុំក៏ចង់ហាត់ក្បាច់គុណដែរពួកយើងបង្ហាត់គ្នាទៅវិញទៅមកហើយរាប់អានគ្នាជាបងប្អូនវាកាន់តែល្អថែមទៀតល្អថាម៉េចគឺអញ្ចឹងលោកម្ចាស់ស៊ូបានទទួលខ្ញុំជាប្អូនអញ្ចឹងខ្ញុំក៏សូមដោះស្រាយបញ្ហារបស់លោកម្ចាស់ស៊ូដែរអូតើលោកប្អូនយល់ថាខ្ញុំមានបញ្ហាអីទៅឧបត្ថម្ភជូនរងគ្រោះខ្ញុំមានប្រាក់ខ្លះយកមកទិញស្បៀងគឺជាការស្រេចទៅហើយយកចូលមកលោកបងបាទប្រាក់ពីណាមកច្រើនអស់ម្ដាយចុងរបស់ខ្ញុំបកខំឲ្យឪពុកខ្ញុំរកស៊ីចំណេញបានប្រាក់ច្រើនណាស់ឥឡូវនេះខ្ញុំចាយជំនួសគាត់ដើម្បីសាងបុណ្យឲ្យគាត់យ៉ាមិនកើតទេមានរឿងអីមិនបានជួយដល់ជនភៀសខ្លួនមិនត្រូវចំណាយប្រាក់របស់លោកម្ចាស់ទេហើយយ៉ាដោះស្រាយបញ្ហាមុនទៅយើងរាប់អានគ្នាជាបងប្អូនថតទៅហើយរាជការមានបញ្ហាខ្ញុំត្រូវតែជួយធ្វើអញ្ចឹងក៏បានដែរទុកថាខ្ញុំខ្ចីពីអ្នកប្រុសសិនចុះ
ខ្ញុំនឹងធ្វើឲ្យខាត់ខ្ចីប្រាក់ជូនអ្នកប្រុស កុំធ្វើយ៉ាងនេះយើងរាប់អានគ្នាជាបងប្អូនចំណែកលោកជាអ្នកសិក្សាជ្រាវជ្រះត្រូវគិតដល់ប្រជារាស្ត្រជាមុន អត់ទេនេះគឺជាគុណធម៌របស់ប្អូន បងប្រុសខ្ញុំមានសំណុំពរមួយទៀត មានការនិយាយមកចុះ សូមបងប្រុសអនុញ្ញាតឲ្យខ្ញុំចូលរួមកសាងភូមិជនភៀសខ្លួន បានសូមអរគុណលោកប្អូនហើយ ខ្ញុំសូមលាសិនហើយ ឆាគូខ្ញុំពឹងឯងទៅរាជធានីម្ដងខ្ញុំនឹងសរសេរសម្បត្តិពីច្បាប់ឲ្យឯងយកទៅជូនលោកម្ចាស់ហ្វានសម្បត្តិនោះមួយច្បាប់គឺតាក់ទងនឹងភូមិជនរងគ្រោះមួយទៀតគឺរយុទ្ធធម៌ម៉ែកូនតកូលយ៉ាងដោយសារតែខ្ញុំជាមន្ត្រីថ្នាក់ទី7កិច្ចការនេះខ្ញុំមិនអាចជម្រាបពីឆ្ងាយបានទេគឺមានតែពឹងលោកម្ចាស់ហ្វានខ្ញុំទៅសរសេរលើនេះលោកម្ចាស់មើលដែរនេះគឺជាសម្បត្តិមកពីហ្វុងសៀង លោកទទួលសម្បត្តិរបស់ឈិនស៊ីលៀងតាំងពីពេលណា គឺល្ងាចម្សិលមិញខ្ញុំមិនហ៊ានពជាពេលទេថ្ងៃនេះខ្ញុំក៏យកមកជូនលោកម្ចាស់ភ្លាម ល្អរឿងនេះពិតជាសំខាន់ណាស់យើងទៅគាល់ព្រះរាជាភ្លាមលោកម្ចាស់រឿងនេះកុំអាលទូព្រះរាជាអីព្រះរាជាពិតជាស្រឡាញ់ស៊ូស៊ឺខ្លាំងណាស់ហើយខ្ញុំពិតជាវង្វេងវង្វាត់អស់ហើយលោកម្ចាស់អ៊ូតាមច្បាប់ត្រូវមានទោសយ៉ាងណា ប្រហារជីវិត បានយើងទាំងអស់គ្នាទៅជួបលោកមហាមន្ត្រីហាតឈីបានសួស្តីលោកម្ចាស់ហាតមិនបាច់គួរសពទេបាទលោកម្ចាស់អញ្ជើញមើលកាលពីថ្ងៃមុនខ្ញុំទទួលសម្បត្តិមួយច្បាប់ពីចាងចៅរៀបរាប់ពីស៊ូស៊ឺបើកក្លាក់ផ្ដាល់ស្បៀងខ្ញុំខ្លាចក្រែងរឿងនេះមិនពិតបើនឹកស្មារតីថាកាលពីម្សិលមិញខ្ញុំទទួលសម្បត្តិពីលោកម្ចាស់អ៊ូដែលជាសាររបស់ឈិនស៊ីលៀងយកមកថ្វាយព្រះរាជាក្នុងនេះរៀបរាប់ថាគេជួលដីស្រែចម្ការឲ្យទៅរាជកសាងភូមិស្រុកផ្សេងបើសិនជាអ្វីដែលចាងចៅនិយាយនោះអញ្ចឹងសម្បត្តិរបស់សាលាស្រុកផ្ញើមកពិតជាមិនខុសរឿងនេះតាក់ទងដល់រាជការទាំងមូលហេតុនេះហើយបានជាខ្ញុំមកជម្រាបដល់លោកម្ចាស់មនុស្សវ័យក្មេងចូលបម្រើការងារដំបូងគឺតែងតែខ្វះការពិចារណាខ្លះហើយស៊ូស៊ឺហាក់ដូចជាមួយស្រារាជការពេកហើយកសាងភូមិជនភៀសខ្លួនជួលដីស្រែបើកឃ្លាំងចែកស្បៀងឲ្យប្រជារាស្ត្រមានគំនិតប្រឆាំងជាមួយរាជការបើតាមច្បាប់មហាសង្ឃយើងត្រូវតែប្រហារជីវិត ពិតមែនហើយលោកម្ចាស់ទោសទាំងនេះគឺទោសប្រហារជីវិតស៊ូស៊ឺជន់ឈ្លីលើច្បាប់មិនគោរពច្បាប់បើមិនកាត់ទោសគេទេនឹងមានភាពជ្រួលច្បល់មិនខានរឿងនេះសំខាន់ណាស់យកល្អទៅទូលព្រះរាជាសិនទៅលោកម្ចាស់ព្រះរាជាមិនស្រួលប្រកាយមិនរវល់នឹងកិច្ចការទេម្យ៉ាងទៀតដោះស្រាយការងារប្រចាំថ្ងៃជាទួនាទីរបស់មហាមន្ត្រីដោយលោកឥឡូវមានផុសតាគ្រប់គ្រាន់ហើយគួរតែធ្វើតាមច្បាប់មិនចាំបាច់ទូលដល់ព្រះរាជាទេ លោកម្ចាស់លីនិយាយនេះពិតជាត្រឹមត្រូវណាស់ឬមួយថាលោកម្ចាស់ចង់ការពារស៊ូស៊ឺមិនទេអ្នកទាំងពីរគប់និយាយប្រទេសប្រដាលោកម្ចាស់ហានមានរឿងអីកាន់ជាងស៊ូស៊ឺរឿងនេះលោកម្ចាស់ហានមិនទាន់ស្រាវជ្រាវច្បាស់យើងមិនត្រូវធ្វើការសន្និដ្ឋានប្រទេសប្រដាទេអ្នកទាំងពីរក៏ជាមន្ត្រីជាន់ខ្ពស់ដែរដូច្នេះនិយាយស្ដីទៅតែប្រយ័ត្នបន្តិចប៉ុន្តែធ្វើការខ្លាចមុខខ្លាចក្រោយនេះមិនមែនជាទម្លាប់របស់លោកម្ចាស់ហានទេបាទហើយឈប់និយាយតទៅទៀតទៅឲ្យដំណឹងទៅចៅហ្វាយស្រុកហ្វុកសៀងរុះរើនឹងរំសាយភូមិរបស់ជនរងគ្រោះចំពោះស៊ូស៊ឺចាំយើងសួរឲ្យច្បាស់លាស់សិន បើចឹងអ្នកធ្វើខុសត្រូវរួចខ្លួនហើយមែនទេ លោកម្ចាស់លោកកំពុងតែកាត់ជើងគេស៊ូស៊ឺជាមន្ត្រីប្រចាំមូលដ្ឋានថ្មីត្បិតធ្វើកិច្ចការខ្លះមិនស្របនឹងច្បាប់ប៉ុន្តែគាត់ធ្វើនេះដើម្បីការពារប្រជារាស្ត្រនិងប្រជាស្រឡាញ់ប្រជារាស្ត្រចំណែកពួកលោកចេះតែបង្ខំយ៉ាងនេះចង់តែឲ្យគេស្លាប់នេះហើយជាគំនុំផ្ទាល់ខ្លួនទេដឹងលោកម្ចាស់វាងខ្ញុំនិយាយនេះត្រឹមត្រូវទេ
បងប្រុសរបស់នាងត្រូវយកជួននៅមុខផ្ទះ យកទៅ ចា អូសម្លាញ់ ឯងចូលបានតិចទៅវិញទៅបន្តិចទៀតគង់តែបានជួបប្រពន្ធឯងទេស្រីសម្រាប់កូនមិនស្រួលដូចជាឯងសរសេរអត្ថបទទេណាចេញទៅវិញសិនទៅបានដែរទេហ៎ អ្នកមីងទោះជាខ្ញុំសរសេរអត្ថបទ100ក៏មិនស្មើនឹងអត្ថបទរបស់ហ្វាំងហ្វូដែរអត់ខ្ញុំចូលទៅខ្ញុំនិយាយរឿងកំ pl ាយនាងសាញនាងប្រកាសជាបាត់ជឿចាប់ហើយ យ៉ានាងមិនគួរមានប្តីដូចជាឯងអញ្ចឹងទេហ៎អញ្ចឹងយាយមកធ្វើអីទៀត លោកស៊ូវិវហើយលោកម្ចាស់ឈិនឲ្យគេរុះរើផ្ទះរបស់ជនភៀសខ្លួន មិនបានជាអញ្ចឹង កាលពីព្រឹកមិញលោកម្ចាស់ឈិននាំកងទ័ពសាលាស្រុកទៅដល់ភូមិជនភៀសខ្លួនហើយថាមានបញ្ជាពីរាជការមិនអាចសាងសង់ភូមិស្រុកបានត្រូវតែរុះចោលប្រជារាស្ត្ររងគ្រោះមិនព្រមឥឡូវកំពុងតែវាយគ្នាលោកឆាប់ទៅមើលទៅ បានខ្ញុំទៅឥឡូវនេះ អេស៊ូប្រពន្ធឯងចិត្តកើតហើយអញទៅយ៉ាងម៉េចនឹងកើត គុំទៅខ្វល់អីអ្នកមីងខ្ញុំប្រកល់ហ្វាំងហ្វូឲ្យអ្នកមីងហើយឆាយ៉ុងទៅយើង បានលោកម្ចាស់ ស៊ូ ថយចេញ លោកម្ចាស់ហេតុអីបានជារុះរើផ្ទះរបស់ពួកយើង នេះគឺជារឿងរបស់យើងរុះទៅ ឈប់សិនក ូនប្រុសឯងចង់ធ្វើអី មិនធ្វើអីទេខ្ញុំចង់ឲ្យពួកគេទៅវិញ ផ្ដេសផ្ដាស់ ខ្ញុំមិនផ្ដាស់ទេមានខ្ញុំនៅអ្នកណាក៏មិនអាចរុះផ្ទះបានដែរ ឆាប់នាំគេចេញពីទីនេះទៅអ្នកប្រជិនជប់សិនលោកម្ចាស់ខ្ញុំបានធ្វើកិច្ចសន្យាជាមួយលោកម្ចាស់ហើយមិនបានជាលោកម្ចាស់បញ្ជាគេមករុះរើទៀតនិស្សិតដែលប្រឡងជាប់ដូចជាលោកមានទេពកោសលល្អលែងស្គាល់ច្បាប់មហាសង្ឃសាងសង់ភូមិនៅខ្លួនឯងចង់ប្រឆាំងរាជការមែនទេលោកម្ចាស់មិនមែនសាងសង់ដើម្បីខ្លួនឯងទេគឺដើម្បីជនរងគ្រោះយើងបានផ្ញើសារទៅរាជការហើយតែរាជការមិនយល់អញ្ចឹងទេខ្ញុំក៏បានផ្ញើសារទៅរាជការដែរថាម៉េចមន្ត្រីតូចតាចដូចជាឯងអញ្ចឹងមានសិទ្ធិអីផ្ញើសារទៅរាជការខ្ញុំខ្លាចលោកម្ចាស់មានការទៅទាត់ដូច្នេះខ្ញុំក៏ជំរាបលោកម្ចាស់ដែរសារដែលខ្ញុំផ្ញើទៅគឺខ្ញុំពឹងគេយកទៅជូនថ្នាក់លើខ្ញុំក៏ដឹងដែរឯងមានមនុស្សនៅក្នុងរាជការប៉ុន្តែកុំភ្លេចអីសោះនេះគឺស្រុកហ្វុងសៀងគឺយើងជាអ្នកគ្រប់គ្រងបើសិនជាខ្ញុំធ្វើឲ្យខុសសូមលោកម្ចាស់ណែនាំចោះប៉ុន្តែរឿងប្រជារាស្ត្រត្រូវតែដោះស្រាយបើរុះរើភូមិនេះពួកគាត់នឹងទៅភៀសខ្លួនទៀតទាំងក្មេងទាំងចាស់លោកម្ចាស់គិតតែមើលតាមពួកគាត់ទៅណាគេទៅណាទៅណីយើងមិនដឹងទេប៉ុន្តែយើងគឺជាបេតបនេះគឺជាបញ្ជាបេតបរាជការបានបញ្ជាឲ្យថាស្រុកហ្វុងសៀងមិនអាចកសាងភូមិដោយខ្លួនឯងបានទេសូមលោកម្ចាស់ពន្យាពេលពីមួយថ្ងៃទៅមិនយូរប្រហែលលិខិតអនុញ្ញាតនឹងមកដល់ពេលនោះចាំនិយាយគ្នាបានទេចាំលិខិតអនុញ្ញាតមកដល់ចាំកសាងភូមិបានទេបើរាជការដេញដោលពីរឿងនេះទោះខ្ញុំទទួលខុសត្រូវម្នាក់ឯងចុះពូស៊ឺឯងស្មានថាឯងជាណាទោះជាបញ្ឈប់ឋានៈបុណ្យស័ក្តិរបស់ឯងក៏មិនរួចខ្លួនដែរពេលនេះឯងគ្រាន់តែជាមន្ត្រីដែលគ្មានកម្លាំងកំហែងក្នុងខ្លួនគ្រាន់តែជាមន្ត្រីកាត់ក្តីតូចតាចតែប៉ុណ្ណោះមានអីបើធានាបើសិនជាឯងនិយាយផ្ដេសផ្ដាស់ទៀតយើងនឹងបញ្ជូនឯងទៅសមរភូមិនៅព្រំដែនឲ្យពួកស៊ីសៀបំបាក់ស្មារតីឯងហើយប្រកាសជាលេខក្អេកក្អាងទៀតហើយថ្មនេះតែហើយមិនទាន់ឃើញស៊ូមកវិញទៀត លោកម្ចាស់បើសិនជាលោកម្ចាស់ចង់រុះរើផ្ទះរបស់ជនរងគ្រោះទាំងនេះក៏លោកម្ចាស់គួរតែរងចាំសាររបស់រាជការមកដល់សិនបើអញ្ចឹងតែឯងមានសាររបស់រាជការហើយនៅមិនតាន់មានទេប៉ុន្តែយើងមានរាជការថាឯងកសាងភូមិនៅខ្លួនឯងគឺខុសនឹងច្បាប់ដូច្នេះមិនមែនយើងចង់រុះរើទេគឺរាជការរុះរើលោកម្ចាស់តាំងចិត្តរុះរើផ្ទះរបស់ជនរងគ្រោះតែមានបំណងយ៉ាងណាទៅថ្លំធំយើងធ្វើអ្វីដើម្បីជាតិខ្ញុំធ្វើអ្វីដើម្បីប្រជារាស្ត្រជាតិធំជាងប្រជារាស្ត្រឲ្យទៅស្ដាប់តាមយើងលោកម្ចាស់មិនគិតជាតិមិនគិតប្រជារាស្ត្រលោកម្ចាស់ធ្វើយ៉ាងនេះគឺដើម្បីឋានៈបុណ្យស័ក្តិរបស់លោកម្ចាស់ទេដឹងបើយើងធ្វើដើម្បីឋានៈបុណ្យស័ក្តិទៅវិញយ៉ាងម៉េចបើសិនជាឋានៈរបស់ឯងធំជាងយើងចាំឯងមកធ្វើការព្រមានយើងរុះរើឈប់សិនយ៉ាងម៉េចលោកវ៉ាលោកក៏ចង់ប្រឆាំងបញ្ជារបស់យើងដែរលោកម្ចាស់គ្មានតែទៅជាមួយលោកវ៉ាងទេឥឡូវខ្ញុំមានយោបល់មួយសូមលោកម្ចាស់ចាប់ខ្លួនខ្ញុំចុះឯងស្មានថាយើងមិនហ៊ានលោកវ៉ាងចាប់ខ្លួនគេភ្លាមលោកវ៉ាងលោកចាប់ខ្ញុំចុះខ្ញុំសូមធានាចំពោះប្រជារាស្ត្រជាមហាសង្ឃអញ្ចឹងសូមលំបាកដល់លោកម្ចាស់ហើយអេអ្នកទាំងអស់គ្នា អ្នកប្រជិនរុះរើលោកម្ចាស់លោកចាប់ខ្លួនខ្ញុំទៅហើយមិនបានជានៅតែរុះរើទៀតលោកម្ចាស់បានជាចាប់ខ្លួនលោកស៊ូស៊ឺទៅហើយហើយនេះបានជាលោកម្ចាស់រុះរើទៀតបើសិនជារាជការធ្វើការដេញដោលតែលោកម្ចាស់ដោះស្រាយយ៉ាងណាទៅម្យ៉ាងទៀតរើផ្ទះប្រជារាស្ត្របើសិនជាមានបញ្ហាមិនមែនតូចតាចទេ
ចាំថ្ងៃក្រោយចុះទៅយើងទៅវិញ លោកម្ចាស់ស៊ូ សុំកុំបារម្ភអីអ្នកប្រឈិនពួកគេទាំងអស់គ្នាសង្ឃឹមលើអ្នកប្រុសហើយ សូមបងកុំអារម្មណ៍អី លោកម្ចាស់ស៊ូលោកម្ចាស់ស៊ូ អ្នកស្រីសូមអបអរអ្នកស្រីកើតបានកូនប្រុសសម្មាសម្ពុទ្ធសម្មាសម្ពុទ្ធ អ្នកមីងឯណាស៊ូស៊ឺ ស៊ូស៊ឺស៊ូស៊ឺណែ អ្នកមីង ស៊ូស៊ឺ បងប្រុ សេ ស លៀន ឯងចាំមិនដឹង មិនអីទេខ្ញុំសុខសប្បាយទេ ខ្ញុំយកអាហារ មកខាងនេះមក ណា បងហ្វូយ៉ាងម៉េចទៅហើយ អបអរសាទរបងប្រុសបងស្រីសម្រាប់បានកូនប្រុសម្នាក់ហើយពួកគាត់សុខសប្បាយធម្មតា ពិតមែនណាជាការប្រសាណាស៊ូស៊ឺខ្ញុំមានកូនប្រុសហើយខ្ញុំត្រូវជ្រើសរើសឈ្មោះគេខ្ញុំរកឈ្មោះដាក់កូនរបស់ខ្ញុំសិន យើងចាំតែឯងដាក់ឈ្មោះឲ្យកូនឯងបែរជានៅទីនេះទៅវិញ នឹកឃើញហើយគឺស៊ូម៉ាអោះគេនាំមកយើងចំណេះ សូម៉ាឈ្មោះនេះល្អណាស់ សេលៀនអរគុណហាក់ដែលចូលមើលថែបាងហ្វូតែប្រាប់បាងហ្វូថាឲ្យគេថែខ្លួនបានល្អទៅខ្ញុំនឹងចេញទៅវិញក្នុងពេលឆាប់ៗនេះ បងស្រីមានរឿងអីហ្នឹងសេលៀនអមមិញបងយកសាប់ឃើញស៊ូស៊ឺត្រូវគេដាក់គុកហើយគេធ្វើទណ្ឌកម្មខ្លាំងណាស់ខ្លួនគាត់មានឈាមច្រើនទៀតទើបបានជាបងស្រីមិនអីទេក៏មានការបារម្ភអីណាបងប្រុសនៅក្នុងគុកសុខសប្បាយទេប៉ុន្តែលោកមិនតបឈិនហាមគាត់អ្នកទាំងអស់គ្នាចូលសួរសុខទុក្ខគាត់មែនទេមិនបានយកដឹងថាគាត់មិនអីបងប្រុសជាមន្ត្រីរាជការគាត់មិនអីទេខ្ញុំទៅជួបលោកម្ចាស់ឈិនមិនកើតទេបងស្រីបងទៅតែសម្រាប់បានប្រហែលថ្ងៃមិនអាចចេញទៅក្រៅឲ្យត្រូវខ្យល់បាននោះទេសេលៀនបងបារម្ភនឹងគាត់ណាស់មានរឿងអីមិនឲ្យបងទៅនោះបងទៅជួបលោកម្ចាស់ឈិនមិនអាចនៅស្ងៀមទេ លោកម្ចាស់ អ្នកណាទុងស្គរ ប្រពន្ធរបស់លោកស៊ូ ហ៎អ្នកកុំឲ្យគេចូលមកឲ្យគេទៅវិញទៅ បាទអ្នកលោកស្រីអ្នកលុតជង្គង់ទៅ ហេអ្នកឯងប្រទេសផ្ដាស់មែន លោកម្ចាស់សូមជួយរកយុទ្ធធម៌ផង នាងអ្នកអីនាងហីយ៉ា ខ្ញុំគឺជាប្រពន្ធរបស់លោកស៊ូស៊ឺប្តីខ្ញុំត្រូវគេចាប់ខ្លួនដែលមិនដឹងពីមូលហេតុ រឿងនេះខ្ញុំគឺជាអ្នកកាន់ច្បាប់ចំណាយស៊ូស៊ឺគេរំខានដល់ការងារចំណាយខ្ញុំគ្រាន់តែអនុវត្តទៅតាមច្បាប់តែប៉ុណ្ណោះទេ លោកធ្វើតាមច្បាប់ស្អីទៅ នោះគឺជាច្បាប់របស់រាជការណា ច្បាប់ដើម្បីធ្វើអ្វី ដើម្បីជាតិនិងប្រជារាស្ត្រ បើអញ្ចឹងទេនោះក៏សាងភូមិឲ្យជនភៀសខ្លួនដើម្បីជួយរាស្ត្រកូនប្រុសរបស់លោកឈិនជាអ្នកចំណាយប្រាក់ក៏ដើម្បីរាស្ត្រដែរលោកម្ចាស់នាំគ្នាទៅរុះរើភូមិរបស់ប្រជារាស្ត្រក៏ដើម្បីរាស្ត្រដែរ អ្នកស្រីអញ្ជើញអង្គុយ នៅក្នុងសវនកម្មតាមពិតខ្ញុំត្រូវតែគោរពលោកម្ចាស់ប៉ុន្តែខ្ញុំទៅតែសម្រាប់កូនរួចខ្ញុំពិបាកណាស់ ណែអាយ៉ាអង្គុយចុះទៅអ្នកស្រីអង្គុយចុះទៅហ៎ បងស្រីអង្គុយតែអរគុណលោកម្ចាស់លោកម្ចាស់ចាប់ប្តីខ្ញុំសុខចិត្តទេ នាងគឺជាមនុស្សស្រីហើយបានចេញមុខដេញដោលរឿងរបស់មនុស្សប្រុសយ៉ាងនេះហើយយ៉ាស៊ូស៊ឺគឺជាអ្នករៀនសូត្រជ្រៅជ្រះមិនបានជាបញ្ជាអប់រំប្រពន្ធខ្លួនឯងយ៉ាងនេះ ខ្ញុំចង់សួរថាហេតុអីបានជាចាប់ប្តីខ្ញុំ យើងគឺជាមេតបធំទាំងមូលមានរឿងអីតវ៉ាជាមួយនឹងមនុស្សស្រីដូចជានាងជាងនាងទើបតែសម្រាប់កូនហើយនាងមិនចង់រស់ទេ រឿងនេះគ្មានតកតនៅលោកម្ចាស់ប្រាប់ខ្ញុំមកហេតុអីបានជាចាប់ប្តីខ្ញុំ ណែរឿងនេះណែតើខ្ញុំជាអ្នកសួរចម្លើយឬមួយក៏នាងជាអ្នកសួរចម្លើយនាងគឺជាមនុស្សស្រី
ខ្ញុំមិនអាចវាយនាងហើយក៏មិនអាចជេរនាងដែរអាយ៉ារឿងនេះពិតជាពិបាកមែនហេបានខ្ញុំប្រាប់នាងចុះស៊ូស៊ឺគេធ្វើខុសច្បាប់សាងសង់ភូមិអ្នកស្រុកដល់ខ្លួនឯងជួលដីស្រែជនភៀសខ្លួនរាជការបញ្ជាខ្ញុំអនុវត្តតាមច្បាប់អ្វីដែលលោកម្ចាស់និយាយនេះត្រឹមត្រូវណាស់ប៉ុន្តែសាររបស់រាជការមិនមែនឲ្យលោកម្ចាស់ទៅចាប់ខ្លួនគាត់ឯណាអេមិនមែនខ្ញុំជាអ្នកចាប់ខ្លួនគេទេគឺស៊ូស៊ឺគេស្ម័គ្រចិត្តជាប់គុកដល់ខ្លួនឯងខ្ញុំគ្រាន់តែធ្វើតាមបំណងរបស់គេតែប៉ុណ្ណោះទេហេតុអីប្តីខ្ញុំស្ម័គ្រចិត្តជាប់គុកមកពីគាត់ខ្លាចជនរងគ្រោះឃ្លានស្លាប់ទៅចាក់ស្លាប់ដល់ពេលនោះជនភៀសខ្លួនប្រមូលផ្ដុំធ្វើការប្រឆាំងអញ្ចឹងឲ្យគាត់សុកចិត្តជាប់គុកដល់ខ្លួនឯងខ្ញុំគិតថាអ្វីដែលប្តីខ្ញុំធ្វើនោះគឺដើម្បីជួយដល់លោកម្ចាស់ដោះស្រាយបញ្ហាហ្វុងសៀងប៉ុណ្ណោះលោកម្ចាស់បាច់ទៅចាប់គាត់តែច្បាប់នៅត្រង់ណាទៅខ្ញុំពិតជាមិនសុខចិត្តទេអើយ៉ានាងប្រកែកនិយាយណាស់យើងនិយាយមិនឈ្នះនាងទេមិនមែននិយាយមិនឈ្នះខ្ញុំទេគឺមកពីខ្ញុំនិយាយមានហេតុផលហើយបានហើយនៅក្នុងសវនាការយើងជាមួយនឹងមនុស្សស្រីដូចជានាងដេញដោលគ្នាដូចជាមិនសមទេឥឡូវបាទយើងធ្វើតាមបំណងរបស់ស៊ូស៊ឺភូមិនេះយើងមិនធ្វើការរុះរើទេប៉ុន្តែស៊ូស៊ឺត្រូវទៅនៅក្នុងសាលាស្រុកពី3ថ្ងៃសិនពីព្រោះទីនេះក៏ស្ងាត់ល្អនៅពេលដែលរាជការមានបញ្ជាហើយយើងនឹងសម្រេចតាមក្រោយអ្នកស្រីស៊ូក៏បារម្ភអីយើងដាច់ខាត់មិនធ្វើបាបស៊ូស៊ឺនោះទេសូមលោកម្ចាស់អនុញ្ញាតឲ្យខ្ញុំយកអាហារមួយថ្ងៃ3ពេលឲ្យគាត់ប្រកាសជាបានទៅហៅស៊ូស៊ឺមកបាទយើងចេញពីសវនាការហើយគ្រួសារស៊ូនេះពិតជាពិបាកដោះស្រាយមែនហើយអូស្មានសេលីមិនបានជួបអូននៅទីនេះខ្ញុំនឹកបងអូស្មានអូនទើបតែសម្រាប់កូនឲ្យថ្មីបើសិនជាមកទីនេះមានជំងឺតើគិតយ៉ាងម៉េចទៅខ្ញុំមិនអីទេឃើញបងមិនអីខ្ញុំពិតជាអន់ណាស់អើយរឿងនេះពិតជាស្មុគស្មាញណាស់លោកម្ចាស់ហានខ្ញុំឮថាលោកចេញវិជារំសាយជួនភៀសខ្លួនទាំងនោះមែនទេមែនហើយខ្ញុំឮថាលោកចង់ទម្លាក់កំហុសទៅលើស៊ូស៊ឺមែនទេឈិនស៊ីលៀងប្រចាំនៅហ្វុងសៀងជាអ្នករាយការណ៍ដល់រាជការថាស៊ូស៊ឺផ្ដល់ស្បៀងឲ្យទៅរាជកសាងភូមិដោយខ្លួនឯងជួលស្រែចម្ការឲ្យទៅជនភៀសខ្លួនណាបើមិនផ្ដល់ស្បៀងប្រជារាស្ត្រនឹងដាច់ពោះស្លាប់បើមិនសាងសង់ភូមិឲ្យគេនៅគេនឹងឈឺស្លាប់បើមិនឲ្យដីធ្វើស្រែតើពួកគេរស់នៅយ៉ាងណាទៅព្រះរាជាឆាវក៏យល់ពីមូលដ្ឋានគ្រឹះរបស់រាជការដែរគឺឲ្យប្រជារាស្ត្ររស់នៅបានសុខវិធីរបស់ស៊ូស៊ឺតើមានអីមិនល្អទៅលោកម្ចាស់អោយ៉ាងទឹកចិត្តរបស់ស៊ូស៊ឺគួរឲ្យសរសើរមែនប៉ុន្តែលោកម្ចាស់ហានគ្រាន់តែធ្វើតាមច្បាប់បើអ្វីធ្វើតាមច្បាប់ទម្លាប់របស់លោកយកតែច្បាប់ទាំងនេះមកកាន់កាប់រាជការតើយើងត្រូវការលោកម្ចាស់ហានយកមកធ្វើលោកបានហើយលោកម្ចាស់ហានរឿងនេះស៊ូស៊ឺក៏បានផ្ញើសារមកឲ្យខ្ញុំមួយច្បាប់ដែរដោយសារតែយើងមិនទាន់បានពិនិត្យច្បាស់លាស់ធ្វើខកការពី3ថ្ងៃមិនបានជម្រាបរាជការប៉ុន្តែមិននឹកស្មានថាលោកម្ចាស់ចាត់ការបានលឿនដល់ម្លឹងសោះរាជការធ្វើអីគឺមានច្បាប់កំណត់លោកមិនគួរបញ្ឈឺខ្ញុំយ៉ាងនេះទេខ្ញុំមិនហ៊ានទេខ្ញុំចង់និយាយថាកន្លងមករាជការរឿងធំ1ឆ្នាំសម្រាប់ពិភាក្សារឿងតូចតាចគឺកន្លះឆ្នាំរឿងនេះធ្វើត្បិតថាជារឿងតូចតាចតែយ៉ាងហោចណាស់ក៏ត្រូវចំណាយពេល2-3ខែដែរមិននឹកស្មានថាគ្រាន់តែមួយថ្ងៃសោះក៏ដោះស្រាយរួចទៅហើយលោកហ៊ានបញ្ឈឺយើងផងលោកម្ចាស់ហាត់កុំខឹងអីលោកអោយ៉ាងមិនមានបំណងចឹងទេក្នុងនាមជាឧបរាជមានចិត្តទលំទលាយណាស់តែយើងយល់ថាចំដែកលោកវិញសូម្បីតែចិត្តក៏ចង្អៀតចង្អល់ដែរថ្លើមធំយ៉ាម៉េចលោកចង់កាត់ទោសខ្ញុំទៅយើងទៅគាត់ព្រះជាបានទៅយើងមិនខ្លាចអីធ្វើយ៉ាងនេះមិនសមទេណាចំជាផ្ដាស់មែនវ៉ាគួយមិនបាច់ដើរតួជាមនុស្សល្អទេរឿងនេះយ៉ាងណាយើងទាំងអស់គ្នាដឹងច្បាស់ណាស់ទៅហើយយ៉ាមិនបានជាលោកទីដៃទីជើងខ្ញុំយ៉ាងនេះធ្វើយ៉ាងនេះវាមិនសមទេណាទៅយ៉ាកុំនិយាយមានមិនចេះរបស់ខ្ញុំតាអើយទៅឲ្យលឺឡើងយ៉ាលោកម្ចាស់បានបោដាក់មកលឺឡើងយ៉ាព្រះអង្គព្រះអង្គទូបង្គំខ្វះការគួសមនាំហាត់ជីមករកព្រះអង្គសូមក្រាបថ្វាយបង្គំព្រះអង្គដោះស្រាយរឿងអីក្រោកឡើងចាំនិយាយគ្នាទៅក្រាបទូលព្រះគុណ
ហាន់ឈីលោកនិយាយទៅមើលក្រាបទូលព្រះអង្គថ្ងៃនេះទូបង្គំពិភាក្សារឿងស៊ូស៊ឺបើកស្បៀងផ្ដាល់ឲ្យរាកសាងភូមិដោយខ្លួនឯងជួលដីស្រែគ្មានការអនុញ្ញាតព្រមទាំងចេញមកការពារធានាឬក្តីរបស់យ៉ាងអ៊ីងឈីងយើងឮដែរចំណែកលោកម្ចាស់យល់ថាគួរដោះស្រាយយ៉ាងណាយល់តាមច្បាប់រាជការផ្ដាល់ស្បៀងតាមចិត្តនឹកឃើញកសាងភូមិដោយគ្មានការអនុញ្ញាតមានទោសធ្ងន់ណាស់បើសិនជាថានោះដោះស្រាយរឿងជនភៀសខ្លួនក៏ជារឿងសច្ចធម៌ត្រឹមត្រូវបើសិនជាកាត់ទោសទៅស៊ូស៊ឺនោះប្រកាសជាធ្វើឲ្យមនុស្សក្នុងលោកមានការភ័យខ្លាចគ្រប់គ្នាតែបើមិនកាត់ទោសទេទូបង្គំខ្លាចក្រែងមនុស្សភ្លើតមើលស្រាលច្បាប់រាជការហេតុនេះហើយទូបង្គំកំពុងតែគិតដែរព្រះអង្គតាំងពីយូរមកហើយរាជការបង្ខំឲ្យរៀបប្រឆាំងដូចជាតំបន់ពីរយប់មានសង្គ្រាមច្រើនណាស់បើរាជការមិនដោះស្រាយជនភៀសខ្លួនទាំងនេះជនភៀសខ្លួននឹងក្លាយទៅជាជនទុច្ចរិតព្រះអង្គស៊ូស៊ឺយកជំរំកងទ័ពចាស់ដែលបោះបង់ចោលសាងសង់ជាកន្លែងរស់នៅរបស់ជនភៀសខ្លួនព្រមទាំងអំពាវនាវបរិច្ចាគស្បៀងឲ្យនឹងប្រាក់ដោះស្រាយជនភៀសខ្លួនម្យ៉ាងទៀតបើសិនជាមិនផ្ដល់ស្បៀងប្រជារាស្ត្រនឹងដាច់ពោះស្លាប់ស្រុកហ្វុងសៀងមានដីជាច្រើនទំនេរចោលស៊ូស៊ឺប្រើវិធីក្នុងនាមជាអ្នករាជការធ្វើការធានាជួលដីស្រែឲ្យជនភៀសខ្លួនដើម្បីបង្កបង្កើនផលនេះជាយុទ្ធសាស្ត្រដោះស្រាយការរស់នៅរបស់ប្រជារាស្ត្រហើយក៏ជាវិធីល្អឲ្យតំបន់ព្រំដែនមានភាពសុខសាន្តយូរអង្វែងដែរស៊ូស៊ឺគ្រាន់បើគេដោះស្រាយបញ្ហាយើងរួចទៅហើយក៏ប៉ុន្តែហាន់ឈីបែរជារំសាយភូមិរបស់ជនភៀសខ្លួនហើយព្រមទាំងទម្លាក់កំហុសទៅលើស៊ូស៊ឺទៀតលោកម្ចាស់ហាន់និយាយអំបញ្ញមិញសមហេតុផលប៉ុន្តែលោកភ្លេចពីរឿងមួយទៅហើយសូមព្រះអង្គមានព្រះបន្ទូលរាជការបង្កើតច្បាប់គឺដើម្បីរាស្ត្របើច្បាប់ធ្វើបាបរាស្ត្រកុំឲ្យមានច្បាប់ល្អជាងលោកម្ចាស់គិតតែពីរឿងមុខមាត់រាជការបែរជាមិនបានគិតដល់ការស្លាប់រស់របស់រាស្ត្របើសិនជារាស្ត្រធ្វើការប្រឆាំងរាជការនៅបានសុខទេប៉ុន្តែអ្វីដែលលោកនិយាយថាមនុស្សភ្លើនមើលស្រាលនឹងច្បាប់រាជការយើងយល់ថាទេពកោសល្យរបស់ស៊ូស៊ឺក៏អាចមើលស្រាលច្បាប់រាជការបានដែរបើសិនជាមានអ្នកណាធ្វើដូចជាស៊ូស៊ឺអញ្ចឹងក៏ជាសំណាងល្អរបស់មហាសង្ឃដែរទូបង្គំមុខវែងព្រះអង្គមានព្រះតម្រេះព្រះដំបូលមានត្រឹមត្រូវទូបង្គំនឹងដកហូតសារទាំងនេះមកវិញឈប់សិនអ្វីដែលស៊ូស៊ឺធ្វើនោះធ្វើដដែលហើយបញ្ជូនប្រាក់ 30,000 ចង្កោមឲ្យប្រជារាស្ត្រភៀសខ្លួនទិញស្បៀងចោះភូមិនេះមានឈ្មោះហៅថាភូមិរាជការម្យ៉ាងទៀតស៊ូស៊ឺធានារឿងក្តីគ្រួសារយ៉ាងអ៊ីងឈីដោយគ្មានទោសគឺរាជការអនុញ្ញាតហើយព្រះអង្គមានព្រះបញ្ញាញាណបងប្អូនទាំងអស់គ្នារាជការអនុញ្ញាតឲ្យពួកយើងសាងសង់ភូមិនេះហើយដាក់ឈ្មោះថាភូមិរាជការគឺរាជការជាអ្នកចេញមុខជួលដីស្រែបងប្អូនទាំងអស់គ្នាបងប្អូនអាចនៅទីនេះដែលស្ងប់ចិត្តហើយអរគុណលោកម្ចាស់បានហើយម្ចាស់ដីណាដែលសុខចិត្តជួលបងប្អូនខាងនោះសូមអញ្ជើញធ្វើកិច្ចសន្យាខ្ញុំសុខចិត្តជួលខ្ញុំសុខចិត្តដែរបងប្អូនទាំងអស់គ្នាមកតាមខ្ញុំឲ្យឆាប់ឡើងមកចាប់ពេលហើយបានហើយបើរួចហើយចុះមកណាប្រចាំប្រយែងបន្តិចបានហើយនោះគ្នាទៅខាងនោះទៀតណាមកជួយសាយគ្នាបងស៊ូស៊ឺលោកបងជឿហើយបងស៊ូស៊ឺអីយ៉ាបងពិតជាមានទេពកោសល្យល្អអស្ចារ្យមែនពេលដែលធ្វើការពិតជាមិនអន់ទេលោកបងដូចជាសរសើរខ្ញុំពេកហើយភូមិរាជការអ្នកណាក៏គេស្គាល់ដែរខ្ញុំមកក៏ព្រោះតែរឿងនេះដែរខ្ញុំនាំមកនៅពូជស្រូវមួយចំនួនអាចទុកថាខ្ញុំជួយដល់ភូមិរាជការនេះទៅចោះលោកបងប្រឹងប្រែងជួយខ្ញុំយ៉ាងនេះស៊ូស៊ឺសូមអរគុណហើយមិនបាច់ទេបងមិនចាំបាច់គួរសមទេពេលចាំបាច់បងរកវិធីដោះស្រាយបានពិតជាគួរឲ្យខ្ញុំកោតសរសើរខ្លាំងណាស់លោកបងជឿហើយមកពីឆ្ងាយខ្ញុំមិនដឹងថាគួរតែទទួលបងយ៉ាងណាទេបើមិនយល់តទេពួកយើងហូបតែតិចជាមួយគ្នាទៅប្រសើរណាស់សូមអញ្ជើញលោកម្ចាស់យើងតស៊ូប្រហែលឆ្នាំនេះបើកហាងផងលក់ដូរផងបានសន្សំប្រាក់ទាំងនេះហាងនោះគឺកូនប្រុសរបស់លោកម្ចាស់យកទៅលក់ចំណាយប្រាក់ឲ្យគេឲ្យតែជនភៀសខ្លួនទាំងអស់ទៅហើយតើនៅមានសល់អ្វីទៀតទៅលោកម្ចាស់បានហើយជប់និយាយទៀតទៅលោកម្ចាស់តើពួកយើងរស់នៅយ៉ាងម៉េចទៅហើយយ៉ាកុំរអ៊ូចាំពេកបានទេហាងមានអីគួរអស្ចារ្យប្រាក់មានអីគួរអស្ចារ្យសង្គ្រាមលើកនេះយើងត្រូវចាញ់ទាំងស្រុងមួយក៏មិនសល់ដែរមើលទៅទោះជាបេតបដូចជាយើងក៏នៅតែចាញ់ស៊ូស៊ឺដែរពិតមែនទេគួរឲ្យស្ដាយណាស់
យើងឈិនស៊ីលៀងគឺជាកម្ពុជាអ្នកក្លាហានឥឡូវបែរជាចាញ់អ្នកសិក្សាម្នាក់យើងមិនអស់ចិត្តទេអ្នកប្រជិនការរៀបចំឲ្យជនភៀសខ្លួនលើកនេះខ្ញុំសូមអរគុណអ្នកប្រុសហើយ បងកុំសរសើរខ្ញុំពេកអីខ្ញុំគ្រាន់តែធ្វើតាមសភាពការទេ អ្នកប្រុសក៏មិនចាំបាច់គួរសមដែរការពិតប្រជារាស្ត្រនៅទីនេះស្រោបបូតណាពួកគេទាំងអស់គ្នាឧបត្ថម្ភប្រាក់ក៏ច្រើនណាមួយចំនួនរបស់រាជការក៏មិនដល់យើងមានលទ្ធភាពទិញស្រូវពូជហើយ ហើយតែបងសរសេរអត្ថបទបានល្អនោះគឺមកពីបងចេះតែគិតដល់ជាតិគិតដល់រាស្ត្រ អ្នកប្រុសសាច់ចំអកខ្ញុំពេកហើយការពិតបាននិយាយពីរឿងទុកព្រួយខ្ញុំកំពុងតែបារម្ភពីរឿងមួយ បងស៊ូស៊ឺបារម្ភពីរឿងអី បើសិនជាគ្មានភ្លៀងទេទោះជាមានគ្រាប់ពូជល្អយ៉ាងណាក៏ដោយក៏មិនអាចបង្កបង្កើនផលបានដែរ មែនហើយគិតយ៉ាងម៉េចទៅ ហើយនេះហើយសង្ឃឹមថាគ្មានការរាំងស្ងួតទេ អ្នកប្រជិន អូដល់មកជឿហើយ ស៊ូស៊ឺខ្ញុំសុំលាសិនហើយ ហើយនេះបានជាលបងបញ្ញាប់ទៅវិញម្ល៉េះ មានការងារជាច្រើនមិនទាន់ធ្វើនៅមិនបានទេ បើអញ្ចឹងទៅហើយខ្ញុំក៏មិនហាំខុសលបងដែរ បាទអញ្ចឹងលាសិនហើយ សូមជឿ អញ្ជើញអញ្ជើញភូមិរាជការរបស់ស៊ូស៊ឺក៏សាងបានយ៉ាងណាទៅហើយ ទូបង្គំឮថាជនភៀសខ្លួន 3-4,000 នាក់នៅទីនោះ ប្រាក់ស្បៀងឧបត្ថម្ភបានទៅដល់ហើយនៅ ទូបង្គំឮថាទៅដល់ហើយ ចំពោះមុខស៊ូស៊ឺពិតជាដោះស្រាយបញ្ហាមួយឲ្យយើងគេជាមនុស្សពូកែមើលទៅរាជការយើងនឹងមានសង្ឃឹមហើយ អរប្រគុណហើយ ម្ចាស់ស្ត្រីអរប្រគុណយើងពីរឿងអី ខ្ញុំម្ចាស់យល់ថាព្រះអង្គសពតិចំពោះស៊ូស៊ឺគឺព្រោះតែជ្រើសរើសមនុស្សសម្រាប់កូនចៅចំនួនក្រោយខ្ញុំម្ចាស់សូមអរប្រគុណព្រះអង្គសម្រាប់អនាគតមហាសង្ឃ ម្ចាស់ស្ត្រីយល់ពីចិត្តយើងមែនយើងគ្រងរាជ40ឆ្នាំថ្មីត្បិតមានគុណសម្បត្តិតែក៏មានកំហុសជាច្រើនណាស់ដែរវិធីសាស្ត្រមានច្រើនតែអនុវត្តមិនបាននឹកឃើញពិតជាគួរឲ្យឈឺចាប់ប្រហែលឆ្នាំនេះរាជការក៏คล้ายទៅជាមានទម្លាប់អាក្រក់ម្នាក់មិនព្រមសម្លឹងទៅមុខកុំថាឡើយជាមន្ត្រីធម្មតាទូទៅសូម្បីតែយើងក៏ត្រូវពួកគេធ្វើឲ្យខ្លួនឯងមានកំហុសពេញខ្លួនទៅហើយមន្ត្រីធំជាច្រើនតែងតែយកជីវិតមកធានានៅអ្វីដែលគេចង់ទូលប្រាប់យើងបានដឹងដែរពួកគាត់មានការល្ងងអត់ដឹងអីហើយជាងនេះមានគំនិតមិនល្អតែយើងក៏ត្រូវតែយោគយល់ដល់ពួកគាត់តែពួកគាត់បែរជាស្មានថាយើងនេះពិតជាល្ងងមែនខ្ញុំម្ចាស់ដឹងពីផលលំបាករបស់ព្រះអង្គតែមិនអាចជួយអ្វីដល់ព្រះអង្គបាននេះជាកំហុសរបស់ខ្ញុំម្ចាស់ ហើយយើងចាស់ណាស់ហើយមិនអាចប្រែប្រួលច្បាប់ទម្លាប់ទាំងនេះបានយើងគ្មានបុត្រាតែយើងត្រូវតែតែងតាំងរាជទានយើងធ្វើតាមពួកហ្វាន់ចិនទៅចុះនៅក្នុងរាជវង្សានុវង្សជ្រើសរើសមនុស្សម្នាក់ដែលអាចធ្វើកិច្ចការបានមហាសង្ឃនឹងមានសង្ឃឹម ព្រះអង្គគ្មានបុត្រានេះជាកំហុសរបស់ខ្ញុំម្ចាស់ទេ ម្ចាស់ស្ត្រីក្រោកឡើងសិនមកនេះមិនមែនជាកំហុសរបស់ម្ចាស់ស្ត្រីទេមកយើងមានស្រីរាប់ពាន់ស្នំក៏មិនតិចតែគ្មានបុត្រាមួយគឺមកពីយើង ព្រះអង្គ ម្ចាស់ស្ត្រីយល់ថាក្មួយប្រុសណាស័ក្តិសមទទួលកិច្ចការនេះទៅ នេះជាកិច្ចការរបស់រាជការខ្ញុំម្ចាស់មិនហ៊ានទូលព្រះអង្គទេ យើងត្រូវការនាងជាអ្នកនិយាយយើងមិនប្រទានទោសទៅនាងទេ ខ្ញុំម្ចាស់យល់ថាបុត្រារបស់ព្រះអង្គម្ចាស់វូមានចិត្តកតញ្ញូប្រសពនឹងរាជការធ្វើកិច្ចការធំបាន យើងក៏យល់អញ្ចឹងដែរឆាប់ហៅបុត្រាស៊ូមកធ្វើជាបុត្ររបស់យើងម្ចាស់ស្ត្រីចាត់ការរឿងនេះចុះ ទទួលព្រះរាជបញ្ជា ដែរប៉ុន្មានថ្ងៃនេះស៊ូស៊ឺទៅដល់ណាហើយ គេនាំគ្នាឡើងលើភ្នំកាប់ឈើទៅហើយ កាប់ឈើធ្វើអីទៅ គឺដើម្បីសាងសង់ផ្ទះឲ្យទៅជន់ភៀសខ្លួនទាំងនោះ ស៊ូស៊ឺនេះគេយល់ពីប្រជារាស្ត្រច្បាស់ណាស់យើងចង់ធ្វើការប្រជែងជាមួយគេម្ដងទៀតប៉ុន្តែគេបែរជាកិច្ចវេះឡើងទៅលើភ្នំទៅវិញ ធ
ធាតុអាកាសក្តៅណាស់មើលចោះដីចំការទៀបកំបានគឺប្រែក្រហាញអស់ទៅហើយ ត្រូវហើយសូមឲ្យធ្លាក់ភ្លៀងឲ្យឆាប់ លោកម្ចាស់ខ្ញុំមានវិធីមួយជួយដល់លោកម្ចាស់ប្រជែងជាមួយនឹងស៊ូស៊ឺម្ដងទៀត តើធ្វើយ៉ាងម៉េចទៅ ឲ្យគេទៅបួងសួងទឹកភ្លៀង បួងសួងសុំទឹកភ្លៀង ឥឡូវនេះយើងទៅភូមិរាជការតាមរកជនភៀសខ្លួនទាំងនោះ ក្នុងផ្ទះក៏ចិត្តអស់ទឹកប្រើតែទេវតាមិនព្រមភ្លៀងសោះ អ្នកមីងប្រាប់ទៅនៅក្នុងផ្ទះកាត់បន្ថយប្រាទឹកប៉ុន្តែរឿងនេះកុំឲ្យម៉ែកូនអស័យយ៉ាងដឹងឲ្យសោះ ហើយទឹកប៉ុណ្ណឹងបានប្រហែលថ្ងៃទៅស៊ូស៊ឺក៏មិនតាន់ឃើញមកវិញទៀត អ្នកមីងបងស៊ូស៊ឺមកមិនស្អីប្រជុងនេះមកវិញបានការអី ហ៎ហើយវាងហ្វូស៊ូស៊ឺឡើងភ្នំចុងណាន់យូរថ្ងៃហើយគេអត់នឹកផ្ទះសម្បែងមើលនាងនឹងស៊ូម៉ាសោះគេប្រហែលជាវង្វេងវង្វាន់ដោយសារតែបីសាច់កញ្ជ្រោងនៅលើភ្នំទេដឹងណោះបានជាមិនឃើញមក មិនអីទេអ្នកមីងមនុស្សដូចជាបងស៊ូស៊ឺមិនខ្លាចខ្មោចមិនខ្លាចអ្វីមានរឿងអីទៅខ្លាចបីសាច់កញ្ជ្រោងនោះម្យ៉ាងទៀតសម្លេងសំមុខរបស់គាត់ប្រកាសជាធ្វើឲ្យបីសាច់កញ្ជ្រោងរត់បាត់មិនខាន មិនប្រកាសជាអញ្ចឹងទេប្រុសចេញពីផ្ទះតាមពិតដូចតែគ្នាទេ អ្នកមីងយ៉ាងម៉េចហ្នឹងពីមុនសរសើរគាត់ថ្ងៃនេះចេះតែថាគាត់អាក្រក់ព្រោះតែអ្វីទៅ 就问青天，不知天上宫阙，今夕是何年？我欲乘风归去，又恐琼楼玉宇，高处不胜寒，起舞弄清影，何似在人间？转朱阁，定起火，照无眠。不应有恨，何时长相？